ចឹងឥឡូវនេះយើងចាប់ផ្ដើមពីឆ្នាំជូតទៅណាសម្រាប់លោកអ្នកដែលកើតឆ្នាំជូតនៅក្នុងខែនេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាភាគច្រើនលោកអ្នកទទួលបានការមើលរំលងការរើសអើងឬក៏ការមិនផ្ដល់ឱកាសសម្រាប់ខ្លួនឯងអញ្ចឹងណាលោកអ្នកគិតអីធ្វើអីច្រើនតែត្រូវគេទៅដើមយកឱកាសល្អបាត់ឬក៏អាចថាយើងច្រើនតែទទួលបានការមិនឲ្យតម្លៃឬក៏អាចថាយើងនិយាយមួយម៉ាត់ទៀតដូចថាយើងអាសាជួបអារម្មណ៍ត្រូវគេមើលងាយឬក៏គេដូចគេថាគេបូលីយើងអីអញ្ចឹងណានឹងអាចមានអារម្មណ៍បែបហ្នឹងចាហើយបើរឿងលុយកាក់វិញឃើញថាលោកអ្នកអាចច្រើនតែទៅហួសមកហួសចំពោះយើងឃើញថាកន្លែងហ្នឹងឬក៏លុយកាក់ហ្នឹងយើងនឹងត្រូវទទួលបានប៉ុន្តែពេលដែលយើងគិតថាយើងចង់ទៅយកលុយហ្នឹងបើជាមានគេមកកាត់មុខបាត់ហើយរឿងលុយកាក់វិញឃើញថានៅក្នុងខែនេះតំណែងលុយកាក់របស់លោកអ្នកឃើញថាអាចមានអារម្មណ៍ថាយើងអាសាជួបរឿងខកបំណងច្រើនអាចមិនសូវបានដូចចិត្តលុយកាក់អីដូចថាមិនសូវជាទទួលបានភាពល្អប្រសើរឬភាពរលូនសម្រាប់យើងណាចាហើយពាក់ព័ន្ធជាមួយរឿងសុខភាពវិញមួយរយៈនេះលោកអ្នកអាសាមានអារម្មណ៍ថាលោកអ្នកអាសាឈឺក្បាលឬអាចថាអាសាចេញទឹកភ្នែកឈឺអីហ្នឹងគឺអាចមានណាចាហើយសម្រាប់មួយទៀតពាក់ព័ន្ធជាមួយនឹងបងប្អូនដែលកំពុងតែស្ថិតនៅក្នុងវ័យសិក្សារៀនសូត្រគួរប្រយ័ត្នឬយកចិត្តទុកដាក់បន្តិចណាបើសិនជាត្រៀមប្រឡងក៏ដូចជាមានការដាក់នៅការស្នើអីមួយជាមួយនឹងការសិក្សារបស់យើងចាគួរតែព្យាយាមពង្រឹងខ្លួនឯងណាហើយអីដែលសំខាន់គឺអាចថាត្រូវបែងចែកឲ្យដាច់បើសិនជាបងប្អូនដែលកំពុងស្ថិតនៅក្នុងវ័យសិក្សាបើកំពុងមានស្នេហាអីក៏ដោយលោកអ្នកត្រូវព្យាយាមបែងចែកពេលវេលាបានគ្រប់គ្រាន់មិនចឹងទេអាចធ្វើឲ្យយើងអាចនឹងបាត់បង់ឱកាសល្អណាដោយសារតែរឿងស្នេហានេះដែរចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងការងារអាចារ្យលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងខែនេះឃើញថាការងាររបស់លោកអ្នកអាចមានឱកាសនឹងត្រូវគេហៅថាទទួលបានការស្ដីបន្ទោសអាចនឹងមានការមានកំហុសអីមួយជាមួយនឹងកន្លែងការងារអញ្ចឹងលោកអ្នកគួរតែប្រយ័ត្នបន្តិចណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងកន្លែងការងារក៏អាចថាទទួលបានអារម្មណ៍នៃការរើសអើងច្រើនចាដូចថាការបែងចែកបាក់ពូអីអញ្ចឹងណាចាហើយការរកស៊ីឃើញថានៅក្នុងខែនេះក៏ឃើញថាមានអារម្មណ៍ថាស្ងប់ស្ងាត់យើងលក់ដូរមិនសូវជាបានដូចថាលក់ដូរដូចគ្នាកន្លែងគេមានភ្ញៀវចូលកន្លែងយើងអត់មានភ្ញៀវអីអញ្ចឹងណាចាអញ្ចឹងអាចមិនសូវជាល្អប្រសើរទេហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូចានៅក្នុងសប្តាហ៍នេះលោកអ្នកដែលមានដៃគូត្រូវប្រយ័ត្នជីវិតគូរបស់អ្នកគឺអាចមានឱកាសអាចមានអ្នកចូលមកជ្រៀតជ្រែកមានអ្នកទី2ទី3ចូលមកពាក់ព័ន្ធនេះគឺអាចមានហើយលោកអ្នកដែលនៅទៅនេះក៏ឃើញថាអាចកំពុងលួចពេញចិត្តឬចាប់អារម្មណ៍ចំពោះអ្នកណាម្នាក់តែក៏គេមានម្ចាស់ហើយចឹងទៅឬក៏អ្នកខ្លះក៏គួរប្រយ័ត្នអាចនឹងមានអ្នកមានម្ចាស់ហើយចូលមកពាក់ព័ន្ធនឹងធ្វើឲ្យយើងអាចមានខូចគេឈ្មោះដែរចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតសម្រាប់អ្នកកើតឆ្នាំជូតគឺលោកអ្នកត្រូវប្រយ័ត្នលេខរបស់អ្នកទី1ឆុងជាមួយទឹកនៅក្នុងខែនេះហើយមួយទៀតគឺលោកអ្នកប្រយ័ត្នមានគ្រោះថ្នាក់ដោយសារទឹកណាដូចថាទៅលេងទឹកធ្វើដំណើរតាមផ្លូវទឹកនេះគួរប្រយ័ត្នណាចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាបល័យស័ព្ទអានេះជាការជួយលើករាសីរបស់លោកអ្នកហើយពណ៌លើករាសីគឺមានពណ៌សពណ៌ស្វាយចាពណ៌ផ្កាឈូកឯនេះសិតតែពណ៌មង្គលលេខសំណាងរបស់អ្នកគឺមានលេខ22ណាចា